ពីសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនាំមកមើលនៅឡានថ្មីដែលពុកម៉ែបងប្អូនតែងតែរងចាំសួរថាពេលណារីហ៊ូចេញមកឥឡូវនេះរីហ៊ូបានចេញមកហើយអញ្ចឹងថ្ងៃនេះខ្ញុំធ្វើការ review ជាមួយនឹងឡានរីហ៊ូដែលឡានទៅតែចេញថ្មីអញ្ចឹងពុកម៉ែបងប្អូនមើលខាងមុខបន្តិចអញ្ចឹងចំពោះបណ្ណារបស់គេចេញមកគឺអនាគតកាគឺស្អាតមែនតើគឺមានថាបណ្ណាជាងមកបដិញមើលទៅគឺជាប្រភេទឡាន sedan ហើយប្រភេទយ៉ាន់កង់ 17 Air មកជាមួយនឹងប្រភេទគុជមិនឃើញគុជទេហើយគេមាន LED technology ទៀតគឺទំនើបប្រណិតមែនតើហើយយើងមើលពីខាងចំហៀងវិញគឺចេញមកការ design ចេញមកគឺកាចមែនតើសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់ឡានប្រភេទឡាន sedan ណាគឺល្អមែនតើហើយយើងមើលខាងជាងមកគេវិញប្រភេទកបោនប៉ុន្តែឡាននេះគឺជា option 2មិនថាយើងអាចធ្វើការបត់កញ្ចក់បានអូខេយើងមើលចំហៀងទៀតចឹងឡាននេះគឺជាប្រភេទ plan plug-in hybrid សាំងលាគិសនីដែលពុកម៉ែបងប្អូនធ្វើការសាកថ្មមកពេញបាន70គីឡូហើយជាមួយនឹងសាំងវាមានចំណុះបាន60លីត្រយើងមើលខាងក្រោយវិញចំពោះជាគៀងខាងក្រោយវិញគឺចេញមកគឺ LED ស្អាតលយតាក់ទាញហើយសំខាន់គ្រប់គេអូតូទៀតហើយពុកម៉ែឃើញខាងក្នុងអត់ខាងក្នុងយើងអាចធ្វើការដាក់អវ៉ាន់បានច្រើនរហូតដល់405លីត្រអូខេអញ្ចឹងខ្ញុំនាំពុកម៉ែបងប្អូនទាំងគ្នាមើលពីខាងក្នុងវិញតើខាងក្នុងរបស់វាស្អាតមិនទាំងអស់គ្នាតោះចឹងនៅពេលដែលខ្ញុំបើកទ្វារមកឃើញចាស់ស្ដែងអូពុកម៉ែឃើញទេកន្លែងនេះគឺយើងសេរីកៅអីគឺអូតូសងខាងកន្លែងសេរីកៅអីហើយកន្លែងនេះនៅរក្សានឹងការ design ដដែលដើម្បីងាយស្រួលក្នុងការដែលយើងធ្វើការបើកទ្វារហើយខាងនេះវិញគឺអូតូទាំងអស់កញ្ចក់ lock អូតូសេរីកញ្ចក់ឆ្វេងស្ដាំ lock ទ្វារហើយពុកម៉ែអស់នេះអ្វីដែលកាន់តែបញ្ចប់ចាប់អារម្មណ៍ជាមួយនឹង Rehu នេះគឺជាមួយអេក្រង់វាអេក្រង់ធំមែនតើពុកម៉ែតម្លៃអត់ត្រឹមតែ 20000 ទេប៉ុន្តែមកជាមួយនឹងអេក្រង់បើយើងគិតទៅបែកចែកជា2ទី1អេក្រង់កំសាន្តនេះគឺមកជាមួយនឹង 10.25 ខាងនេះ 10.25 ដែលបង្ហាញពីតាប់ឡូហើយជាក់ស្ដែងឡាននេះទៅលើពុកម៉ែនេះគ្រាន់ធ្វើការជាន់ភ្លាមឡានគឺឆេះអូតូតែម្ដងឆេះអូតូគេហៅថាចង្កឹះលេខរបស់គេគឺស្រួលកាន់មែនតើស្រួលកាន់ហើយគេមានមុខងារមួយ EV HEV សេរីកំពុងសំឡេងឬក៏មុខងារផ្សេងៗអ្វីដែលពិសេសពុកម៉ែមកគ្នាមើលសាវរបស់គេចំពោះសាវរបស់គេគឺយើងអាចធ្វើការបញ្ឆេះពីចម្ងាយlock សាវបើគូតក្រោយបានបញ្ចប់អញ្ចឹងឥឡូវនេះខាង GTV យើងចាប់ដើមដល់ទទួលកក់ហើយអញ្ចឹងពុកម៉ែបងប្អូនដែលត្រូវការឡានជាមួយនឹង Rehu បច្ចុប្បន្នយើងមាន2ពណ៌ពណ៌សនិងពណ៌ខ្មៅអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ធ្វើការកក់ឡានអាចធ្វើការកក់ជាមួយនឹងបងប្អូនបានបងប្អូនឈ្មោះសឿងថងទីប្រឹក្សាផ្នែកលក់